ជំរាបសួរទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាខ្សែវីដេអូខ្លីរបស់ខ្ញុំទីគោរពស្រឡាញ់ខ្ញុំបាទឈ្មោះសុនលីថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយដែលនិយាយអំពីវិធីសាស្ត្រមួយចំនួនដែលអាចជួយឲ្យកូនរបស់លោកអ្នកសិក្សាឆាប់ចេះយ៉ាងឆាប់រហ័សនៅសាលា UCMA ខ្ញុំមានវិធីសាស្ត្រចំនួន6ដែលនឹងលើកមកជម្រាបជូនលោកអ្នកនៅថ្ងៃនេះដែលចំណុចទី1លោកអ្នកត្រូវនាំកូនរបស់លោកអ្នកមកសិក្សាបានទីទាត់រាល់ម៉ោងសិក្សាគោលដោយលោកអ្នកបានជ្រាបដោយមកឲ្យថាកម្មវិធី UCMA បង្រៀនតែ2ម៉ោងក្នុងមួយថ្ងៃគឺនៅក្នុងថ្ងៃសៅរ៍ឬថ្ងៃអាទិត្យក្នុងករណីដែលគូរបស់លោកអ្នកមិនអាចមកសិក្សាបាននៅក្នុងម៉ោងសិក្សាគោលលោកអ្នកអាចទាក់ទងមកកាន់សាលាឬក៏គ្រូបង្រៀនគ្រូបន្ទប់ថ្នាក់របស់គាត់ផ្ទាល់ដើម្បីឲ្យគ្រូបន្ទប់ថ្នាក់គាត់អាចរៀបចំកាលវិភាគសម្រាប់បង្រៀនសងព្រោះអីកម្មវិធី UCMA របស់យើងខ្ញុំបង្រៀនខុសអំពីកម្មវិធីដតេទៀតដោយសារកម្មវិធីយើងកាលណាបើសិស្សម្នាក់គាត់អខាននៅមេរៀនណាមួយយើងមិនអាចឲ្យគាត់អខានរហូតបានទេគឺយើងត្រូវតែបង្រៀនសងទើបអនុញ្ញាតឲ្យគាត់នឹងអាចបន្តមេរៀនទៅមុខទៀតបាននឹងចំណុចទី1ចំណុចទី2គឺរាល់សិស្សដែលបានរៀននៅសាលា UCMA ហ្នឹងត្រូវអនុវត្តនៅផ្ទះជារៀងរាល់ថ្ងៃការអនុវត្តនៅផ្ទះជារៀងរាល់ថ្ងៃគឺអាចជួយឲ្យសិស្សគាត់មានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ក្បាច់កលិចិនឬក៏ការប្រើប្រាស់ខួរក្បាលរបស់គាត់ក្នុងការគណនាលេខដែលយើងហៅថា mental ហើយចំពោះការអនុវត្តនៅផ្ទះនឹងទៀតសោះសិស្សម្នាក់គាត់អាចចំណាយពេលតែ20ទៅ30នាទីក្នុងការអនុវត្តទៅបានហើយនឹងគឺជាចំណុចទី2ចំណុចទី3សិស្សទាំងអស់ត្រូវតែបំពេញរាល់កិច្ចការទាំងឡាយដែលគ្រូបានដាក់ឲ្យធ្វើនៅផ្ទះព្រោះអីកម្មវិធីយើងបង្រៀនតែ2ម៉ោងដោយលោកអ្នកបានជ្រាបរួចហើយគឺយើងមិនបានជួបគ្នារាល់ថ្ងៃទេសិស្សខ្លះគាត់អាចមកបានស្ទើររាល់ថ្ងៃសិស្សខ្លះគាត់មកបានតែមួយថ្ងៃក្នុងមួយសប្តាហ៍គឺនៅថ្ងៃអាទិត្យឬថ្ងៃសៅរ៍នឹងតែម្ដងដូច្នេះរាល់ភារកិច្ចគឺលំហាត់ដែលគ្រូបានដាក់ឲ្យហ្នឹងកូនសិស្សហ្នឹងត្រូវតែបំពេញទាំងអស់ដោយប្រើប្រាស់វិធីសាស្ត្រដែលគ្រូបានបង្រៀនដោយដែលគ្រូបានប្រាប់ឲ្យធ្វើជួនកាលគ្រូគាត់ប្រាប់ឲ្យធ្វើដោយប្រើ mentor ពេលខ្លះគ្រូប្រាប់ឲ្យធ្វើដោយប្រើ abacus ដូច្នេះរាល់លំហាត់ទាំងអស់ត្រូវតែបំពេញនឹងជាចំណុចទី3និងចំណុចទី4នោះគឺអាណាព្យាបាលទាំងអស់ត្រូវតែជួយពិនិត្យតាមដានការសិក្សារបស់កូនគាត់ព្រោះអីការចូលរួមអំពីសំណាក់អាណាព្យាបាលគឺជាកត្តាដ៏សំខាន់យើងមិនអាចពឹងផ្អែកទៅលើគ្រូបង្រៀនតែមួយផ្នែកទេគឺយើងត្រូវតែមានការចូលរួមពីអាណាព្យាបាលព្រោះអីអាណាព្យាបាលគាត់អាចដឹងថាកូនគាត់ធ្វើឬមិនធ្វើនៅផ្ទះបាទអញ្ចឹងអាណាព្យាបាលទាំងអស់ក្នុងការចូលរួមចំណែកគឺការពិនិត្យតាមដានហ្នឹងគឺគាត់គ្រាន់តែសាកសួរកូនគាត់ថាថ្ងៃនេះមាន homework ធ្វើទេឬក៏បានបំពេញ homework ហើយនៅអញ្ចឹងទៅក៏បានដែរឬក៏សុំសិបគាត់មកបើកមើលថាគាត់មានបានធ្វើអីធ្វើអត់ឬធ្វើដោយវិធីណាអញ្ចឹងទៅមួយទៀតការចូលរួមពីអាណាព្យាបាលហ្នឹងគឺអាណាព្យាបាលរបស់ហ្នឹងគាត់អាចលើកទឹកចិត្តកូនរបស់គាត់ដោយការពោលពាក្យសរសើរណាពោលពាក្យសរសើរថាកូនធ្វើបានល្អណាស់កូនធ្វើអញ្ចឹងទៀតថ្ងៃក្រោយកាន់តែល្អទៀតថ្ងៃក្រោយម៉ាក់ឬប៉ាហ្នឹងមានរង្វាន់ជូនកូនអញ្ចឹងទៅឬក៏បើកូនធ្វើបានល្អអញ្ចឹងទៀតម៉ាក់នឹងមកទៅញ៉ាំអីខាងក្រៅឬក៏ទិញរបស់អីឲ្យមួយអញ្ចឹងនេះគឺជាការលើកទឹកចិត្តបាទការលើកទឹកចិត្តដ៏សំខាន់ពីសំណាក់អាណាព្យាបាលចំពោះបុត្រធីតារបស់គាត់នឹងគឺជាចំណុចទី4ហើយចំណុចទី5ហ្នឹងគឺជាចំណុចសំខាន់មួយដែរគឺអាណាព្យាបាលត្រូវនាំកូនមកសិក្សានៅម៉ោងបន្ថែមដែលយើងហៅថា extra class ម៉ោង extra class នេះគឺមានសារៈសំខាន់ណាស់ដោយសារកម្មវិធី UCMA នៅសាខាទីក្រុងតាខ្មៅរបស់យើងខ្ញុំគឺគិតគូរទៅលើគុណភាពជាចម្បងដូច្នេះរាល់ម៉ោងបន្ថែមគឺយើងបន្ថែមទូទៅយើងអត់មានថាបន្ថែមតែចំពោះសិស្សដែលរៀនមិនទាន់រៀនខ្សោយរៀនយឺតទេសូម្បីតែសិស្សដែលពូកែហើយទាន់ហើយក៏យើងនៅតែបន្ថែមទៀតដើម្បីឲ្យគាត់មានភាពស្ទាត់ជំនាញនិងធ្វើកាន់តែរហ័សនៅក្នុងការប្រើប្រាស់ក្បាច់កលិចិនឬក៏ការប្រើប្រាស់ខួរក្បាលរបស់គាត់ក្នុងការគណនាលេខហ្នឹងអញ្ចឹង
ដើម្បីឲ្យគាត់អាចស្ទាត់ជំនាញក្នុងការប្រើប្រាស់ក្បាច់កលិចច័ន្ទឬក៏ខួរក្បាលសម្រាប់គិតលេខអាណាព្យាបាលត្រូវតំណងគាត់មកបន្ថែមរាល់ម៉ោងដែលគាត់ទំនេរពីការសិក្សានៅសាលាខាងក្រៅទី6គឺអាណាព្យាបាលត្រូវរាយការណ៍អំពីសកម្មភាពរបស់កូនគាត់ដែលអនុវត្តដល់ទៀតដល់គ្រូបន្ទប់ថ្នាក់ដើម្បីឲ្យគ្រូបន្ទប់ថ្នាក់ងាយស្រួលក្នុងការបង្រៀននិងផ្ដល់ជាវិធីសាស្ត្រមួយចំនួនទៅកាន់អាណាព្យាបាលវិញក្នុងការអនុវត្តនៅផ្ទះនឹងអញ្ចឹងចំណុចទាំង6នេះអាចជួយឲ្យកូនរបស់លោកអ្នកសិក្សាបានពូកែយ៉ាងឆាប់រហ័សនៅសាលា UCMAS របស់យើងខ្ញុំអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមអរគុណដល់ទស្សនិកជនដែលបានតាមដានទស្សនានៅខ្សែវីដេអូរបស់ខ្ញុំហើយក៏សូមអភ័យទោសចំពោះបញ្ហាកំហុសមួយចំនួនដែលកើតឡើងដោយចេតនាអញ្ចឹងសូមអរគុណ